chẳng sầm rạp dương vào miền chim rư từ đo sải đòi sân tây vị trí cà phê từ đây tới cà phêแต่ត្រូវដោះស្រាយដោយវិធីអត់ធ្មត់បន្តិចប្រើច្បាប់អន្តរជាតិឲ្យអស់លទ្ធភាពការចរចានៅបន្តទៅមុខកន្លែងណាទ្វេភាគីយើងចរចាទ្វេភាគីនៅព្រំដែនទឹកព្រំដែនគោកកន្លែងណាដែលទ្វេភាគីបិទទ្វារនៅពេលដែលថៃគាត់លុបកិច្ចព្រមព្រៀងMOU 2000នេះយើងទៅអន្តរជាតិតុលាការអន្តរជាតិបាទ UN clause គឺជាតុលាការនៅក្រោមឆ័ត្ររបស់ UNដែលខ្ញុំថាដែលយើងចរចារឿងតុលាការឬអីទេដើម្បីអីរក្សាលំនឹងប្រជាពលរដ្ឋតាមព្រំដែនមានទុកលំបាកហើយទុកម្ដុំកន្លែងហ្នឹងកុំឲ្យវារីកប្រជាពលរដ្ឋដែលជន់ភាសឹកដែលបានហើយជួយកសាងលំនៅឋានរបស់គាត់ហើយឲ្យគាត់មានពេលដកដង្ហើមមកវិធីដោះបញ្ចប់ទៅឲ្យវាមានថេរភាពព្រោះប្រវ័យគ្នាវាអត់ចេះចប់ទេ30ឆ្នាំក៏មិនទាន់ចប់ដែរព្រោះវ័យទៅវ័យមកវ័យទៅវ័យមកនេះមិនមែនថាយើងបោះបង់ការទាមទារទឹកដីរបស់យើងស្របច្បាប់របស់យើងទេថៃក៏ទាមទារទឹកដីស្របច្បាប់យើងក៏ទាមទារទឹកដីស្របច្បាប់ឥឡូវយើងមានឯកសារស្របច្បាប់ជាមួយគ្នាហើយដល់ពេលធ្វើការជាមួយគ្នាទៅធ្វើបែបនេះដើម្បីអីកុំឲ្យប្រជាជនឡើងវិច្ចប្រវត្តិរត់គាត់បាត់បង់មកតង់ឥឡូវជួយស្ដារកម្រិតណាមួយរងចាំពេលត្រឡប់ទៅវិញដែលយើងចរចាបានទី2គឺវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចធំរបស់យើងបានន័យថាឆ្នាំទៅគ្រាន់តែលើកម្ពុជាមានសង្គ្រាមទេសចរលុបជើងយន្តហោះមកអស់30-50%អ្នកវិនិយោគគេចង់មកដាក់កម្ពុជាឥឡូវគេទៅដាក់នៅវៀតណាមទៅដាក់នៅអីជំនួសមកយើងពីណាចង់មកប្រទេសមានសង្គ្រាមប្រជាពលរដ្ឋយើងហើយរត់លុយយកទៅណាបើមានសង្គ្រាមទិញតែក្របនឹងយកទៅបាញ់ឥឡូវ 3M មកកញ្ចែងចូល20-30-40 ម៉ឺនដុល្លារតែបើយកមកជួយប្រជាពលរដ្ឋក្រីក្រជួយបង់ថ្លៃបដោះបដា1.5 លាននោះបានច្រើនជួយពង្រឹងមណ្ឌលសុខភាពពេលបង្អែកស្រុកដូចយើងបានដាក់ចេញជួយមកជួសជុលផ្លូវវាមិនល្អជាងហើយបាញ់ហើយគឺអង្គុយ10-20ឆ្នាំរើសអាក្របដែលនៅសេសសល់ក្របផ្ទុះអាក្របចកោមស្លាប់កុមារយើងប្រហែលអ្នកថ្ងៃមុននៅកំពង់ឆ្នាំងមានស្លាប់ម្នាក់ក្របចកោមដែលសល់ពីជំនាន់វាយគ្នាជំនាន់70អញ្ចឹងមុំតាវាយគ្នាឆ្នាំ2000នៅសល់ប្រហែលទៀតឥឡូវយើងអត់ចេះនេះបានយើងដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើច្បាប់ព្យាយាមសុំឲ្យអត់ធ្មត់ហើយខ្ញុំសូមអរគុណប្រជាពលរដ្ឋយើងជាច្រើនដែលបានយល់និងគាំទ្រទៅដល់ការដោះស្រាយរបស់រាជរដ្ឋាភិបាលវិធីតិចតែយើងបានសេចក្តីសុខទុកឱកាសពង្រឹងសេដ្ឋកិច្ចសង្គមរបស់យើងនៅក្នុងដំណាក់កាលលំបាកជួយប្រជាពលរដ្ឋយើងជាជាងបង្កើតបរិស្ថានដែលមានការលំបាកបន្ថែមជូនប្រជាពលរដ្ឋយើងនេះជាការដោះស្រាយបន្ទុកបរដ្ឋាភិបាលត្រូវដោះស្រាយ